ខ្ញុំនៅទីណានឹងហេតុអីក៏ងងឹតយ៉ាងនេះអូកូនស្រីម្ដាយឆាប់យកប្តីទៅកូនម៉ាក់ចៅអើយឆាប់យកប្តីទៅមួយស្រីឆាប់យកប្តីទៅក្មួយអត់ទេហើយនេះដូនតាមករកឯងទៀតហើយអីអ្នកត្រូវតែបញ្ចុះបញ្ចូលកូនស្រីឲ្យមែនទេណាប្រយ័ត្នគេអត់យកប្តីតើខ្ញុំរវល់ធ្វើអីទៅមិនក៏ខ្ញុំមិនយកប្តីនឹងគេបើឯងមានស្នេហាមែនប្រហែលជាអភូតហេតុមែនហើយគូប្រេងស្រីមិនឈួតទេអីជាបងទេវតាចង់បានប្តីទាំងថ្ងៃចាំនេះនឹងជួយឲ្យនាងជួបគូព្រេងហេតុអីបានជាមនុស្សស្រីត្រូវតែយកប្តីនឹងមានកូនអាចថាវាជាងាររបស់មនុស្សស្រីក៏ថាបានដែរថាណែនាំបុគ្គលិកថ្មីនោះនៅណាទៅបុគ្គលិកថ្មីគឺគេនេះហើយគ្រាន់តែមុខរបស់គេរៀងចាស់បន្តិចហើយបើមិនយល់អីលោកអាចសួរខ្ញុំបានណាអត់យល់កន្លែងនេះនេះឯងមើលទៅគ្នាលែងធ្វើជារាជនីខ្លាំងខ្លាយទៀតហើយប្រាប់មកស្រីម្នាក់ហ្នឹងគឺជានរណាគេជាស្រីរបស់ខ្ញុំហើយបងឯងគិតតែរឿងចឹងអត់មានជួយកើតរឿងដល់កូនទេថ្ងៃនេះគឺជាថ្ងៃខួបកំណើតខ្ញុំនំខេកនេះគឺជាថ្ងៃខួបកំណើតរបស់ម៉ាក់ខ្ញុំម៉ាក់លោកក៏មានថ្ងៃខួបកំណើតដូចខ្ញុំដែរឬហើយឈប់សិនណាចង់ទៅណាឈប់សិនឈប់ទៅណាឈប់នាយពន្ធរៀងនេះពិតជាល្បិចច្រើនមែនពីម្សិលមិញនេះចេះកុហកខ្ញុំទៅកើហើយសុទ្ធតែនិយាយថាខ្លួនឯងមិនបានកុហកទៀតចាំមើលខ្ញុំធ្វើបាបគេវិញម្ដងចូលធ្វើការតាមបងថ្លៃអាំងខ្សែអាំងបងថ្លៃមែនទេចាំមើលកុំគៀធ្វើបាបលោកម្ដងលោកពន្ធរាយគឺលោកនឹងហើយអ្នកនាងហៅខ្ញុំមកទីនេះមានការខ្ញុំធ្វើមែនចាគឺខ្ញុំត្រូវតែដាក់ការងារឲ្យលោកធ្វើហើយព្រោះថាលោកប្រធានបានផ្ដាំខ្ញុំនេះគឺជាគម្រោងរីសតថ្មីដែលគេឲ្យគូប្លង់ថ្មីលោកយកទៅសិក្សាទេនេះគម្រោងថ្មីសាឡាអញ្ចឹងហើយប្រុងឲ្យខ្ញុំធ្វើតែម្នាក់ឯងទេហើយមួយយ៉ាងទៀតមើលចុះគ្មានព័ត៌មានអីគ្រប់គ្រាន់ទៀតអេលោកយកទៅសិក្សាបន្ថែមទេទាំងទីតាំងទាំងសេដ្ឋកិច្ចនៅតំបន់នោះហើយបើមិនយល់អីលោកអាចសួរខ្ញុំបានណានេះពិតជាឲ្យខ្ញុំសួរអ្នកនាងបានមែនមែនហើយបើមិនច្បាំងលោកសួរខ្ញុំមកហើយលោកយកឯកសារនេះទៅធ្វើការទេអញ្ចឹងខ្ញុំទៅវិញហើយណាអ្នកនាងប្រធាននេះចង់ធ្វើបាបខ្ញុំតែមិនអីទេចាំមើលខ្ញុំធ្វើបាបវិញម្ដងនេះចំណេះជីកឯងហើយអ្នកនាង
អ្នកនាងខ្ញុំមានចម្ងល់កន្លែងនេះជួយប្រាំតិចមក កន្លែងណាកន្លែងនេះកន្លែងហ្នឹងគឺវាបែបនេះយើងត្រូវតភ្ជាប់គ្នាហើយចេញមកផ្លូវតែមួយលោកមិនយល់មែនទេ ពីមុនអត់ទាន់យល់តែឥឡូវយល់ហើយខ្ញុំទៅវិញហើយ អ្នកនាងខ្ញុំយកកន្លែងនេះកន្លែងនេះកន្លែងនេះ ការពិតទៅកន្លែងនេះគឺនៅកន្លែងនេះដូចគ្នាទេអត់មានអីដែលលោកមិនយល់នោះទេគឺដូចគ្នាទាំងអស់លោកមើលនេះឃើញទេប្លង់នេះទៅតែមួយទេហើយនៅកន្លែងនេះក៏ដូចគ្នាគឺតែប៉ុណ្្នឹងទេ អត់យល់កន្លែងនេះ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  គ្មានអីដែលពិបាកយល់នោះទេកន្លែងនេះគឺជាកន្លែងតែមួយខ្ញុំប្រាប់លោកហើយតាថាវាអត់មានអីពិបាកទេកន្លែងនេះគឺជាកន្លែងទីប្រជុំជនហើយកន្លែងនេះក៏ដូចគ្នាដែរនេះលោកយកទៅមើលម្ដងទៀតទៅ អត់យល់អត់យល់ អត់យល់កន្លែងណាទៀតហើយតតែនឹងមិនក៏លោកមិនយល់ហើយខ្ញុំប្រាប់លោកហើយតាថាពីចំណុចនេះមកដល់ចំណុចនេះគឺកន្លែងតែមួយទេលោកគួរតែសិក្សាបន្ថែមលើតំបន់ហ្នឹងទៅនេះកន្លែងហ្នឹងក៏អញ្ចឹងដែរលោកឃើញទេសុទ្ធតែទីប្រជុំជនទាំងអស់លោកយកទៅសិក្សាបន្ថែមទៅ នីកាកម្រិតកូននីកាត្រឡប់មកវិញមកកូនឆាប់បដូរកៅអៅថ្មីណាកម្រិតនីកាម៉ាក់ប្រាប់ថាឲ្យឈប់ណាឈប់សិនកូន រ៉ូសានេះប្តីឯងមិនជួយមើលកូនទេហ៎ កុំមាត់លឺពេកនេះជាភារកិច្ចរបស់គ្នាទេទោះបីជារវល់យ៉ាងណាក៏ដោយ វាមិនសមទេជាប្តីប្រពន្ធនឹងគ្នាត្រូវតែចេះជួយគ្នាមើលកូនមើលចុះឯងមើលកូនតែម្នាក់ឯងតើហត់យ៉ាងណាទៅហើយមើលប្តីរបស់ឯងចុះនៅឈរជុំគ្នាផឹកស៊ីធ្វើបង្ងើយទៅវិញហើយក ង្គីឯងជួយមើលនីកាផងណាកូនគ្នាម្នាក់ទៀតយំហើយប្រហែលជាឃ្លានម៉ាំហើយគ្នាទៅឯណាម៉ាតែប៉ាអូននីកាកុំយំណាក្មួយឆ្លាតកុំយំលោកដេវីនកូនលោកយំរកលោកហើយនេះ អូហូអ្នកនាងស្ថាបត្យករជួយមើលកូនឲ្យខ្ញុំផងចាត់ទុកថារៀនមើលកូនចុះកុំគូសវាសតែប្លង់ពេកអឡោទេ ពិតមែនហើយអ្នកនាងគង្គាគួរតែយកប្តីយកកូនទៅកុំមួយថ្ងៃអង្គុយតែគូប្លង់លុយមិនសំខាន់ដល់គ្រួសារទេ មកសម្លាញ់ជុលមួយទៅជុលសម្លាញ់ទៅសម្លាញ់យ៉ាងណា កុំយំ មកជុលមួយ យំធ្វើអី ឈេ ពិភពលោកនេះពិតជាតូចចង្អៀតមែនលោកពនរាយក៏នៅទីនេះដែរ បងដេវីតក្មួយតើខ្ញុំជាអ្នកមើលហើយបងទទួលភ្ញៀវបន្ត អូខេអរគុណ បាត់យំណាក្មួយ
តោះអូយបាត់យំទៅណាក្មួយបាត់យំទៅបាត់យំទៅ មក អូយបាត់យំទៅណាបាត់យំទៅណាក្មួយបាត់យំទៅបាត់យំទៅណាក្មួយបាត់ យាយលងដើរសោកក៏ចេះមកឈប់ងក់បែបនេះទៅវិញ ណែអ្នកនាងចំចាស់ភ្នែកព្រិលហើយនេះទីដើមមកបុកខ្ញុំទាំងរស់ហើយណាបាត់យំទៅណាអូយ មើលទៅលងដូចជាចូលចិត្តមើលក្មេងណាតែក៏នៅតែមិនចេះមើលដដែលព្រោះក្មេងនៅតែមិនបាត់យំ មកក្មួយសំណាប់ចិត្តពូបាត់យំទៅណាណាតែពូមានកាដូឲ្យបាត់យំពូមានកាដូឲ្យចាំតិចណា 1 2 3 ស្កាក្រម យេមកជាមួយសិនhigh five យេ ណែញ៉ាំអរគុណពូអូឆ្លាតណាស់នេះយ៉ាងម៉េចខ្ញុំយ៉ាងម៉េចដែរខ្ញុំប្រហែលជាមើលក្មេងល្អជាងអ្នកនាងប្រធានផ្នែកឲ្យមកទៅព្រោះខ្ញុំមានបទពិសោធន៍ល្អហើយថែមទាំងមានកូនប៉ុន្តែអ្នកនាងបានហើយជុំនិយាយរឿងដែលខ្ញុំត្រូវយកប្តីហើយបង្កើតកូននោះទៀតទេ អ្នកនាងមិនក៏អ្នកនាងដឹងថាខ្ញុំចង់សួរអីអ្នកនាង មនុស្សនៅទីនេះសុទ្ធតែមើលមកខ្ញុំបែបនេះទាំងអស់កែវភ្នែកសើចចំអកមើលងាយខ្ញុំព្រោះតែគិតថាខ្ញុំនេះជាកំមុំចាស់មកឲ្យនីកាមកនេះវិញមកបើឈប់យំហើយ អ្នកនាងនេះពិតជាចម្លែកហើយមើលទៅនាងប្រហែលខាងខ្ញុំមិនទាន់បាត់ហើយគ្រាន់តែគ្នាកុហកប៉ុណ្្នឹងសោះនេះខ្ញុំគួរតែសុំទោសនាងឬយ៉ាងម៉េចណោះហើយ អស់បង ប៉ុននារីគេយ៉ាងម៉េចហើយក្រោយពីសម្រាប់កូនរួចចាំមើលស្អែកខាងស្អែកអីបងរកទៅសួរសុខទុក្ខនាង បាទបងឥឡូវហ្នឹងគាត់អីទេសុខភាពរបស់គាត់គឺធម្មតាហើយគាត់ប្រាប់ខ្ញុំដែរតើថាខានជួបបងយូហើយនឹកបងគាត់ថាចាំពេលថ្ងៃខួបកំណើតកូនបងចាំគាត់មកតែចៃដន្យអីគាត់សម្រាប់ចាំពេលថ្ងៃហ្នឹងតែម្ដង មិនអីទេចាំបងរកពេលទៅមើលនាង អូបងនិយាយអញ្ចឹងអ្នកនាងគង់គៀនហ្នឹងត្រូវជាមិត្តភក្តិរបស់បងដែរមែនទេ មែនហើយកងគាគេជាមិត្តភក្តិរបស់បងតាំងពីតូចកងគាគេជាមនុស្សល្អណាស់គេមានភាពស្មោះត្រង់គេចូលចិត្តជួយអ្នកដទៃមិនគិតពីខ្លួនឯងគេពូកែណាស់ណាតែចុងក្រោយគ្មានអ្នកណាស្គាល់ពីតម្លៃរបស់នាងទេបងឮគេនិយាយថាមនុស្សប្រុសគេមិនចូលចិត្តមនុស្សស្រីដែលពូកែជាងខ្លួនគេទេមែនទេ ខ្ញុំដូចជាមិនសូវដឹងដែរបងព្រោះដោយសារតែខ្ញុំមិនទាន់មានអ្នកណាគេស្រឡាញ់ដែរ តែបើខ្ញុំស្រឡាញ់ក៏ខ្ញុំមិនគិតដែរថាគេជាមនុស្សប៉ាកែឬក៏គេមិនប៉ាកែទេសំខាន់គឺយើងប្រាប់បេះដូងយើងស្រឡាញ់ ហើយយើងក៏មិនអាចយកវាទៅស្ទាបស្ទង់បានដែរ គិតដោយប៉ុននារីគឺល្អណាស់ទោះជាយ៉ាងណាកងគាក៏នៅមានផ្លូវខ្លះដែរព្រោះតែគេពូកែពេកនឹងហើយទៅបានជាគ្មានអ្នកណាគេស្រឡាញ់នោះ នេះបងមិនក៏សុកមកប្រាប់ខ្ញុំពីរឿងនឹងចឹងទៅវិញ បងគ្រាន់តែចង់ឲ្យប៉ុននារីស្គាល់មនុស្សល្អៗតែប៉ុណ្ណោះ កុំប្រាប់ថាបង
ចង់ធ្វើមេដាក់ឲ្យពួកខ្ញុំណា បងមិនហ៊ានទេ បងខ្លាចគេចាប់ស្ងោ បងទៅហើយណាទៅមើលកូនសិនទុកយូរមិនបានទេ នាងជាមនុស្សស្រីដែលជោគជ័យតែបែរជាគ្មានបរិសុទ្ធណាចង់ក្បែរហេតុនេះហើយទើបទំនៀមទម្លាប់ខ្មែរមិនឲ្យកូនស្រីរៀនខ្ពស់ពេកទេសម័យនេះទៅហើយនៅតែមានមនុស្សគិតបែបនេះទៀតណោះ នេះលោកកំពុងតែសើចចំអកឲ្យខ្ញុំមែនទេ អេអ្នកនាងមិនក៏អ្នកនាងដឹងថាខ្ញុំគិតអីនេះអ្នកនាងគួរតែមើលខ្ញុំក្នុងផ្លូវល្អខ្លះទៅអី ព្រោះខ្ញុំមិនអាចឃើញលោកធ្វើទៅធ្វើល្អហើយថ្ងៃនេះធ្វើខ្លួនជាកំឡោះមែនទេបានជាមិនយកកូនមកជាមួយ កូនអូបាទប្រហែលហើយ នេះខ្ញុំមើលតែអ្នកនាងទៅដូចជាខូចចិត្តមែនទេ អូយលោកនិយាយស្អីហ្នឹងខ្ញុំមិនអាចចេះខូចចិត្តទេ អ្នកនាងបើអ្នកនាងខូចចិត្តដែរអាចប្រាប់ខ្ញុំបានខ្ញុំនឹងចាំជួយអ្នកនាងព្រោះខ្ញុំមិនចង់ឲ្យអ្នកនាងប្រធានផ្នែកពាក់វ៉ែនតារបស់ខ្ញុំខូចចិត្តទេ ខ្ញុំមិនអាចចេះខូចចិត្តទេហើយបើខ្ញុំខូចចិត្តក៏ខ្ញុំមិនត្រូវការជំនួយពីលោកដែរយល់ ឃើញទេជួនកាលអ្នកនាងមិនត្រូវការជំនួយតែអភូតហេតុវាជាជំនួយជួយអ្នកនាងដោយមិនដឹងខ្លួនកុំមើលងាយសំណាងខ្លួនឯងឲ្យសោះណា អភូតហេតុ ម្នាក់នោះពិតជាចម្លែកណាស់ហេតុអីក៏មកចេះនិយាយលើកទឹកចិត្តខ្ញុំបែបនេះទៅវិញខ្ញុំមិនជឿលើសំណាងទេព្រោះតាំងពីក្មេងខ្ញុំមិនដែលមានសំណាងស្រាប់ទៅហើយខ្ញុំជឿទៅលើកម្លាំងតស៊ូនិងការប្រឹងប្រែងខ្លួនឯងតែប៉ុណ្ណោះបើមានអភូតហេតុមែនសូមឲ្យវាកើតឡើងក្នុងពេលឆាប់ៗនេះចុះព្រោះខ្ញុំមិនចង់ពជាពេលទៀតទេខ្ញុំពិតជាចំណាននៅរ៉ូសាដែលមានក្តីសុខខ្លាំងណាស់គ្រួសាររ៉ូសាពិតជាមានសុភមង្គលណាស់មើលចុះអ្នកណាក៏ស្ងើចសរសើរពួកគេដែរខ្ញុំពិតជាចង់បានដូចឯងណាស់រ៉ូសាប្រយ័ត្នណាអូយមកក្រោកឡើងមកដើរមួយដេកទៅខ្ញុំពិតជាធុញនឹងជីវិតក្នុងរយៈពេលជាង10ឆ្នាំនេះខ្លាំងណាស់
បើខ្ញុំមិនរៀបការទេខ្ញុំក៏មិនវេទនាដោយសពថ្ងៃនេះដែរពេលនេះប្រហែលជាខ្ញុំកំពុងតែដេកលង់លក់ស្រួលនៅក្នុងគ្រែដូចជាព្រះនាងអញ្ចឹងមើលមុខអូនចុះមិនក៏តែជាបែបនេះហើយថ្ងៃនេះគ្មានអីញ៉ាំទេហ៎ហើយមកខ្ញុំវាយ៉ាងម៉េចខ្ញុំមើលកូននីកាក្តៅខ្លួនពេញមួយយប់ហើយបងវិញស្វឹងដេកដូចងាប់អញ្ចឹងគ្មានចេះមើលកូនអីទេហើយនេះនៅមានមុខមកចង់រកអីញ៉ាំទៀតទេមើលសម្ដីជំទាវប្រពន្ធខ្ញុំចុះនិយាយថាឲ្យប្តីសុទ្ធតែដេកងាប់អញ្ចឹងស្អីទៀតហើយរ៉ូសាកុំនាំរឿងទាំងព្រឹកណាកូនខ្ញុំមិនចង់ឆ្លោះទាំងព្រឹកទេឥឡូវខ្ញុំទៅធ្វើការហើយម៉ាក់អស់កម្លាំងតាំងពីយប់មិញព្រោះតែជួយមើលកូនពួកឯងហើយនេះពួកឯងនៅឆ្លោះគ្នាទៀតទេហត់បែបនេះហើយម៉ាក់នៅចង់បានចៅប្រុសទៀតទេហើយម៉ាក់មើលរកប្តីខ្ញុំចុះត្រូវតែចង់ត្រូវតែយកឲ្យបានចៅប្រុសបើមិនអញ្ចឹងទេគ្រួសារដេវីតនេះគេមិនផ្ទេរទ្រព្យសម្បត្តិទាំងអស់នេះឲ្យកូនឯងទេគេគ្រាន់តែចង់បានតែកូនប្រុសដើម្បីស្នងតកូលតែប៉ុណ្ណោះតើបានហើយម៉ាក់ខ្ញុំមិនមែនជាមេជ្រូកសម្រាប់បង្កើតកូនឲ្យគ្រួសារនោះទេខ្ញុំនៅខាងក្រៅធ្វើខ្លួនដូចជំទាវអញ្ចឹងហើយម៉ាក់មើលខ្ញុំនៅក្នុងផ្ទះចុះមិនខុសពីស្រីបម្រើទេម៉ាក់អាឡូកុងគីថាម៉េចឯងមកផ្ទះខ្ញុំហ៎ហើយឯងមកមានការអីឯងមកបានហើយអញ្ចឹងម៉ាក់ហើយម៉ាក់ឲ្យកុងគីមករៀបវិជាមេផ្ទះស្អីគេហ៎នេះនាងមកដល់ឥឡូវហើយខ្ញុំមិនអាចឲ្យនាងមកឃើញខ្ញុំក្នុងសភាពបែបនេះបានទេម៉ាក់ខ្ញុំទៅបដូរសម្លៀកបំពាក់សិនណែម៉ាក់ប្រាប់ឲ្យកុងគៀគេមករៀនពីកូនបើអញ្ចឹងឆាប់ទៅម៉ាក់ភ្លេចប្រាប់ឯងទៅកូនឆាប់ទៅអូយក្មួយកុងគៀមកដល់ល្មមចាអើយនេះមីងចង់ឲ្យក្មួយមករៀនយូរហើយចាអ្នកមីងខ្ញុំក៏ចង់រៀនដែរតែថារ៉ូសាតាណាបាត់ហើយមីងអូចាំតិចទៅក្មួយរ៉ូសាមកដល់លើនឹងហើយចាយីកូននេះតែងខ្លួនបានលឿនគ្រាន់បើមុននេះដូចអ្នកបម្រើឥឡូវខ្លាយជាជំទាវបានរ៉ូសាមកដល់ហើយអញ្ចឹងមីងសុំទៅមើលចៅសិនហើយណាចាមីងឯងមកដល់យូរហើយហ៎អត់ទេគ្នាទៅតែម្ដងតែហើយរ៉ូសាខ្លួនឯងតែងខ្លួនតាណានឹងគ្នាអត់មានតាណាទេគ្នានៅផ្ទះអន្តាតែថាទោះបីជាគ្នានៅផ្ទះក៏គ្នាតែងខ្លួនស្អាតបែបនេះរហូតនឹងមកពីកុងគៀឯងនឹងមិនដឹងនឹងណាឯងពិតជាសំណាងមែនមានពេលតែងខ្លួនស្អាតរាល់ថ្ងៃមើលតែឯងចុះស្អាតដូចជំទាវអញ្ចឹងសរសើរគ្នាពេកហើយមែនហ្នឹងគ្នាសុំទទួលទូរស័ព្ទមួយសិនណាចាំមកផ្លេតអាឡូជំរាបសួរអ្នកម៉ាក់ក្មេក
ថាម៉េចម៉ាក់ក្មេកមកផ្ទះខ្ញុំមកចាចាំខ្ញុំរៀបចំជូនជម្រាបលាកុងគីឯងទៅផ្ទះសិនទៅណាថ្ងៃនេះម៉ាក់ក្មេកគ្នាមកគ្នារវល់បន្ទាន់បន្តិចចាំថ្ងៃក្រោយចាំគ្នាបង្រៀនវិជ្ជាមេផ្ទះដល់ឯងណាទៅសិនទៅណាអត់អីទេគ្នាទៅសិនក៏បានដែរបើឯងរវល់ណាអូយកុំយំណាអូនណាអូយកុំយំណាពៅអានេះទៅដោះគោបាត់យំទៅណាអូនណាបាត់យំមកដោះកូនតិចទៅមកអូនណាអ្នកស្រីអ្នកនាងតូចអត់ព្រមមកដោះគោទេគេទៅយំអូយកុំយំណាកុងគីឯងទៅសិនចុះណាចាំថ្ងៃណាគ្នាតំណេគ្នាទៅហៅឯងមកវិញណាអត់អីទេឯងចូលទៅមើលកូនចុះកូនយំខ្លាំងហើយគ្នាដឹងថាឯងរវល់ទៅចុះកុំយំណាមើលដោះកូនតិចទៅអូនណានេះយ៉ាងម៉េចហើយវ៉ុនមកកូនមកម៉ាក់ណាកូនណាឈប់យំណាអូឈប់យំណាកូនណានេះកូននេះមើលទៅណាឈប់យំណាកាន់ទៅណាកូនណាហើយខំធ្វើខ្លួនយ៉ាងស្អាតបែរជាត្រូវមកធ្វើម្ហូបទុកឲ្យម៉ាក់ក្មេកទៅវិញមិនក៏ម៉ាក់ក្មេកមកចំថ្ងៃនេះខ្ញុំពិតជារវល់ទៀតហើយពិតជាគួរឲ្យធុញខ្លាំងណាស់តើពេលណាទៅទើបខ្ញុំរួចផុតពីកម្មពៀននេះថាម៉េចលោកស្រីអំបញ្ញមិញហ្នឹងលោកស្រីធំគាត់អញ្ជើញមកមែនទេពិតមែនហើយវ៉ុនឯងទៅរៀបចំទៅណាចាលោកស្រីញ៉ាំទៅកូនណានេះហើយគឺជាជីវិតជំទាវស្រីដែលចាំតែចាយប្រាក់ខែប្តីដូចខ្ញុំបើគេដឹងគ្មានអ្នកណាប្រាថ្នាទេហើយតែវាគឺជាជំរឿដែលខ្ញុំបានរើសវាដោយខ្លួនឯងខ្ញុំត្រូវតែទទួលខុសត្រូវចំពោះជំរឿនិងងារមួយនេះសួស្តីអ្នកនាងហើយខ្ញុំសូមដោយសារតែផ្ទះជាមួយផងបានទេដោយសារផ្ទះរបស់ខ្ញុំនៅក្នុងបារីជាមួយអ្នកនាងដូចគ្នានេះលោកដឹងពីកន្លែងដែលខ្ញុំស្នាក់នៅគឺចៃដន្យហ្នឹងព្រោះតែខ្ញុំទៅរេវ៉ាន់ជាមួយបងស្រីរបស់ខ្ញុំហើយយ៉ាងម៉េចប្រឹងមកឲ្យខ្ញុំចូលឡានទេចង់ឲ្យខ្ញុំទៅជាមួយឡើងមកខ្ញុំមិនដឹងសោះថាផ្ទះលោកប្រធាននៅជិតផ្ទះរបស់ខ្ញុំបានអ្នកនាងមិនដែលទាំងសួរគាត់ផងធ្វើមិនដឹងទៅហើយអ្នកនាងគួរតែចាប់អារម្មណ៍មនុស្សជុំវិញខ្លួនឯងខ្លះទៅហើយលោកចង់ឲ្យខ្ញុំជូនលោកទៅណាគឺគ្មានទៅណាក្រៅពីទៅផ្ទះក៏អ្នកនាងចង់ទៅណាមែនព្រោះខ្ញុំចង់ដាក់លោកចូលវិញមុនពេលដែលខ្ញុំទៅដល់ផ្ទះព្រោះថាខ្ញុំនេះធុញហេតុអីក៏មួយរយៈនេះខ្ញុំតែងតែជួបលោកញឹកញាប់បែបនេះអ្នកនាងដឹងអត់ថាវាគឺជានិស្ស័យនិស្ស័យស្អីទៅនេះគេចង់ញ៉ាំខ្ញុំមែនទេតែមិនអាចទេគេមានកូនហើយប្រុសក្មេងម្នាក់នេះច្បាស់ជាចង់លេងសើចនឹងនារីចំណាស់ដូចខ្ញុំនេះហើយហេអ្នកនាងមិនក៏មើលមកខ្ញុំអញ្ចឹង
អ្នកនាងដូចជាប្តីបងរ៉ូសា ដេវីនតោះថ្ងៃហ្នឹងចង់ញ៉ាំអីអត់ អូនយកដេករ៉ាល់ដង អូមកបញ្ចូលចិត្តទេ ចា សប្បាយចិត្តអត់ថ្ងៃនេះ សប្បាយបងហ៎អូនឃើញមិត្តភក្តិអូនគេទៅទិញខ្សែកប៉ុន្តែគ្រាន់ថាខែនេះបងឲ្យអូនច្រើនណាស់ អត់អីទេរឿងតូចតែសម្រាប់បងប៉ុណ្ណោះ អ្នកនាង អូយគឺឲ្យស្រឡាញ់ណាស់បង សប្បាយចិត្តអត់ សប្បាយណាស់នេះលោកដេវីនហ៊ានធ្វើបែបនេះដាក់រ៉ូសាផង អ្នកនាងមិនក៏មកលឺម៉ែ គួរតែថតរូបទុកសិន សប្បាយចិត្តណាស់អូន អូយអ្នកនាងមិនក៏លួចថតគេអញ្ចឹងណែទុកសិនទៅឥឡូវហៅអីញ៉ាំសិនទៅណាខ្ញុំឃ្លានហើយ ស្អីគេលោកមកទីនេះដើម្បីញ៉ាំឬក៏មកស៊ើបការ គឺទាំងពីរហ្នឹងហើយអ្នកនាងប្រមកកន្លែងគេអត់ហៅអីគេញ៉ាំទេនេះលោកជាបងប្អូនខាងដេវីនឬក៏ជាបងប្អូនរ៉ូសា គឺខ្ញុំគ្មានបងប្អូនអ្នកណាគេទាំងអស់គឺបងពុននារីគឺជាបងស្រីរបស់ខ្ញុំហើយបងពុននារីគឺជាពួកម៉ារបស់បងរ៉ូសាតែប៉ុណ្្នឹងឯង ហើយចុះអ្នកនាងមិនប្រុងជួយមិត្តភក្តិខ្លះទេ មែនហើយខ្ញុំក៏ចង់ជួយដែរតែបើជួយប្រាប់រឿងនេះទៅនាងមានតែធ្វើឲ្យនាងឆ្លោះគ្នាព្រោះមើលទៅគ្រួសាររបស់នាងកំពុងតែមានក្តីសុខផង អើយអ្នកនេះល្ងងពាក់វ៉ែនតាអើយជួនកាលពេលខ្លះអ្វីដែលយើងមើលឃើញវាមិនមែនជាការពិតទេដូចគេនិយាយអញ្ចឹងថាចង្គៀងផ្ទះណាគេភ្លឺគឺផ្ទះណាហ្នឹងហើយយល់នៅ យីបានត្រូវស្ដីណាស់ណោះប៉ុន្តែមុននេះលោកថាម៉េចហៅខ្ញុំថានាងវ៉ែនតាល្ងងផងហ៎ អូខ្ញុំពិតជានិយាយមែនណាអូប្រហែលជាខ្ញុំច្រឡំមកដែរមើលទៅ ច្បាស់ណាស់ខ្ញុំលើច្បាស់ណាស់លោកទៅតែអាយុ28ឆ្នាំទេណាឯខ្ញុំវិញនេះ35ឆ្នាំហើយកុំចង់វាយស្មាឲ្យសោះណា អូណាគេហ៊ានទៅវាយស្មើអ្នកនាងប្រធានពាក់វ៉ែនតានេះទៅតែខ្ញុំគិតថាបើសិនបានអ្នកនាងដោះវ៉ែនតាអញ្ចឹងទៅមើលទៅក្មេងជាងហ្នឹងហើយស្អាតជាងនឹងទៀតយើងដើរជាមួយគ្នាសមគ្នា អ